បង្ហាញមុខអក្រិតជន8នាក់ពាក់ព័ន្ធករណីក្លែងបន្លំជាសមត្ថកិច្ចចម្រិតទារប្រាក់បាទពេលនេះខ្ញុំបាទនឹងអាប់ដេតនៅព័ត៌មានពាក់ព័ន្ធទៅនឹងក្រុមអក្រិតជន8នាក់ដែលពាក់ព័ន្ធទៅនឹងករណីក្លែងបន្លំជាសមត្ថកិច្ចចម្រិតទារប្រាក់បាទនៅព្រឹកថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025នេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខក្រុមអក្រិតជន8នាក់ជាប់ពាក់ព័ន្ធករណីក្លែងបន្លំជាកម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថចេញធ្វើសកម្មភាពយ៉ាងសំខាន់ចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុកចម្រិតទារប្រាក់ជាច្រើនម៉ឺនដុល្លារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្រោយសមត្ថកិច្ចបង្ក្រាបបានកាលពីពេលថ្មីៗនេះប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិនិងលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងក្រោមការដឹកនាំចុះបង្ក្រាបដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីប៊ុនសត្យាស្នងការរងទទួលផែននគរបាលយុតិធធលោកឧត្តមសេនីយ៍តូញងរស់មេតាស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងលោករស្នីយ៍ឯកអេងសុភានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ផងដែរឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង8នាក់មាន7នាក់ជាមុខសញ្ញាដៃដល់ធ្វើសកម្មភាពនិងម្នាក់ទៀតគ្រាន់តែជាអ្នកបើករថយន្តទៅរសារទុកប៉ុណ្ណោះឯកឧត្តមស្នងការបន្ថែមថាក្រុមទាំងនេះជាមុខសញ្ញាយ៉ាងសកម្មចេញធ្វើសកម្មភាពនាពេលរាត្រីជាច្រើនករណីដោយចាប់ជនជាតិចិនយកទៅបង្ខាំងទុកដើម្បីចម្រិតទារប្រាក់តាមការចង់បានរបស់ពួកគេដោយក្រុមជនសង្ស័យបានស្លៀកពាក់ឯកសណ្ឋានក្លែងបន្លំខ្លួនជាសមត្ថកិច្ចអាវុធហត្ថតែជាក់ស្ដែងពុំមានមុខរបរពិតប្រាកដនោះឡើយឯកឧត្តមស្នងការបញ្ជាក់គោលជំហរខ្ពស់គឺត្រូវតែបង្ក្រាបដាច់ខាតរាល់អំពើឬបទល្មើសអសន្តិសុខទាំងឡាយណាដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋពិសេសភ្ញៀវជាតិអន្តរជាតិនិងបណ្ដាអ្នកមករកស៊ីវិនិយោគនៅកម្ពុជាជាក់ស្ដែងដូចជាករណីខាងលើគឺត្រូវតាមស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសឲ្យដល់ឫសគល់ដើម្បីយកមកអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់របស់ប្រទេសជាតិគូបញ្ជាក់ថាជនសង្ស័យទាំង8នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលទាំង14ខណ្ឌនិងបានធ្វើការពន្លាតដែនសមត្ថកិច្ចបន្ថែមទៅសហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាលខេត្តតាកែវខេត្តកំពតសៀមរាបនិងខេត្តព្រះសីហនុបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានទៅបង្ក្រាបមុខសញ្ញាពាក់ព័ន្ធទាំងអស់នៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ក្នុងការបង្ក្រាបជនសង្ស័យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាំងរួមមានរថយន្ត Toyota Prius 2 គ្រឿងអាវុធខ្លីចំនួន4ដើមគ្រាប់កាំភ្លើងខ្លីចំនួន38គ្រាប់ទូរស័ព្ទដៃចំនួន6គ្រឿងខ្នោះដៃចំនួន7និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរបច្ចុប្បន្នក្រុមសង្ស័យទាំង8នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់គួររំលឹកថាអំពើចាប់បង្ខាំងជនជាតិចិនចម្រិតទារប្រាក់ចុងក្រោយក្នុងចំណោមអំពើចម្រិត6លើកបានកើតឡើងកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 3:20 នាទីទៀបភ្លឺស្ថិតនៅចំណុចផ្លូវលេខ352ភូមិ8សង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដោយជនសង្ស័យទាមទារប្រាក់ចំនួន $52,000 លើជនរងគ្រោះជាជនជាតិចិន